បើពេលវេលាចេះតែកន្លងទៅឲ្យឥតឈប់ឈររីឯច្បាប់ឈប់សម្រាកពីសាលាទិសាប្រមកក៏ហួសផងដែរមកដល់ស្រុកកំណើតចេះតែមិនចង់វិលត្រឡប់ទៅកាន់សាលាវិញសោះណាមួយនឹកទៅដល់រតនៈសម្លាញ់របស់ខ្ញុំណាមិនដឹងជាគេបានសេចក្តីសុខទុក្ខយ៉ាងណាទេហួសខសន្យារបៀបនេះប្រហែលជាសម្លាញ់ខ្ញុំគេទៅសាលាមុនខ្ញុំផងទីដឹងយ៉ាងមិនចេះអារម្មណ៍យ៉ាងនេះមិនដឹងជាលោកគ្រូធ្វើទោសពេញមកដល់ខ្ញុំយ៉ាងណាទេតែណាហើយចុះធ្វើដំណើរទៅកំពង់ត្រឡាចលេងសិនដើម្បីនឹងសួររកដែលសម្លាញ់របស់ខ្ញុំផងបើថាយ៉ាងណាចាំគិតទៀតគួរណាវាហ៊ានបំបាក់មុខខ្ញុំជាឪពុកដល់ថ្នាក់នេះសោះជំរាបសួរលោកសេដ្ឋីល្អហើយអូយ៉ាងម៉េចទៅអាឆើបាទលោកសេដ្ឋីអ្នកប្រុសរតនៈក្រោយពីបានរៀបការជាមួយនាងលំអងនោះមកគឺបានរស់នៅយ៉ាងសុខសាន្តជីវភាពក្នុងគ្រួសារក៏សមរម្យហើយត្រូវបានអ្នកស្រុកនោះម្ដុំស្រែក្រៅនឹងធ្លុកវានោះគោរពស្រឡាញ់យ៉ាងច្រើនទៀតផងទៀតចោលមកទៀតមែនអញនឹកស្មានថាវាធ្វើនេះគឺគ្រាន់តែជាលបែងកំសាន្តប៉ុណ្ណោះដឹងអីវាបែរជាកសាងគ្រួសារប្រឈឺចិត្តអញថែមទៀតចឹងសោះអាឆើតបាទលោកសេដ្ឋីណែឯងធ្វើដំណើរទៅផ្ទះវាហើយយកសម្បត្តិនេះទៅឲ្យវាជាបន្ទាន់លឺទេទទួលបញ្ជាលោកសេដ្ឋីទៅចោះធ្វើកិច្ចការនេះឲ្យបានសម្រេចណាកុំឲ្យបែកការចាំអញឲ្យរង្វាន់ឯងណាទៅបាទលំអងអូនចាបងចុះអូនឯងនៅធ្វើអីហ្នឹងចាអូននៅដាំថ្នាំឲ្យអូនពិសីណាបងបងព្រួយចិត្តណាស់ពិសីមិនដឹងជាមានជំងឺអីបានជាយ៉ាងហ្នឹងមួយថ្ងៃស្គរមិនតិចមួយថ្ងៃស្គរមិនតិចអញ្ចឹងអូនក៏ព្រួយណាស់ដែរប៉ុន្តែចិត្តមួយនៅកក់ក្ដៅព្រោះបានប្តីសម្លាញ់ជួយគ្រប់គ្រងគ្រួសារនេះឲ្យមានសុភមង្គលឡើងវិញបងរតនៈបើកុំតែមានបងម្ល៉េះសំគ្រួសាររបស់អូនមិនដឹងជាវេទនាយ៉ាងណាទេលំអងអូនចាចិត្ត2ខែហើយចាប់តាំងពីយើងរៀបការមកទោះបីជាមានទំនាស់ខ្លះជាមួយឪពុកបងក៏បងពេញចិត្តនឹងរស់នៅទីនេះដែរណាអូនលោកប្រុសណាហ្នឹងអូបងឆើតបាទបងឯងទៅណាហ្នឹងអ្នកប្រុសហ៎ឪពុកអ្នកប្រុសណែឪពុកខ្ញុំយ៉ាងម៉េចណែ
មានរឿងអីទៅ បាទណែ ខ្ញុំភ័យណាស់ ណែលោកប្រុសណាណែសម្បត្តិនេះ អូមានសម្បត្តិផង បាទ បងមេសម្បត្តិនឹងមើល ចាំមកមើលសិនរតនកូនឪពុកយល់កំហុសរបស់ពុកហើយពុកស្ដាយណាស់ដោយមិនបានរៀបការកូនតែឥឡូវនេះកូនសូមកូនកុំប្រកាន់ពុកព្រោះពុកប្រហែលជាគ្មានសង្ឃឹមថានឹងបានរស់តទៅទៀតទេរតនៈពុកមានជំងឺដេកដួលរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះព្រោះមិនដឹងជាបានអ្នកណាទៅរកថ្នាំមកជួយជាបាលពុកនគររតនៈថ្នាំនោះនៅឆ្ងាយពេកត្រូវធ្វើដំណើរយ៉ាងតិចក៏15ថ្ងៃទើបទៅដល់បើកូនប្រុសមិនប្រកាន់ណាពុកសូមកូនជួយពុកផងពីឪពុករបស់កូនរៀមនាសេដ្ឋីអត់ថគាត់មានជំងឺ ពុកម្ចាស់ជីវិតកូនតើកូនណាម្នាក់ដែលឮដំណឹងបែបនេះហើយមិនព្រមទៅជួយពុកនោះបងឆើតបងទៅមុនខ្ញុំបន្តិចសិនចុះបន្តិចទៀតខ្ញុំនឹងទៅតាមក្រោយណាបាទណាប្រុស លំអងអូន ចាំបង ពេលនេះបងសុំលាឃ្លាតពីអូនមួយគ្រាសិនហើយដើម្បីជួយជីវិតឪពុករបស់បងណាអូន ប្តីសម្លាញ់ចិត្តអូនបើមានរឿងដល់ថ្នាក់នេះទៅហើយអូនមិនហ៊ានខាត់បងទេប៉ុន្តែយ៉ាងម៉េច អូនគ្រាន់តែគិតថាបើបងទៅភូមិនេះវានឹងស្ងាត់ អូប្រពន្ធសំណប់ចិត្តភាពអ៊ូអរនឹងកើតមានឡើងវិញជាមិនខានទេក្នុងរវាង15ថ្ងៃទៀតពេលដែលប្តីវិលត្រឡប់មកវិញណាអូន អូននឹងចាំថ្ងៃបងត្រឡប់មកវិញហើយអូនសូមជូនពរបងសូមឲ្យបងបានសុខគ្រប់ពេលវេលាណាប្តីសម្លាញ់ លំអងអូនបងមិនចង់ឃ្លាតពីអូនទេ